ឯកឧត្តមអ៊ីឈៀននិងលោកជំទាវបានស្រីមុំផ្ដល់រថយន្ត3គ្រឿងតូចចក្រយានយន្ត21គ្រឿងសម្ភារៈបរិក្ខារនិងស្បៀងអាហារជូនកងកម្លាំងជួរមុខនិងកម្លាំងអន្តរាគមន៍ខេត្តប៉ៃលិននៅរសៀលថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ឯកឧត្តមអ៊ីឈៀនទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានខេត្តប៉ៃលិនអមដំណើរដោយលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តប៉ៃលិនព្រមទាំងក្រុមការងារបានអញ្ជើញសម្លេះសម្ដាលសួរសុខទុក្ខនិងលើកទឹកចិត្តដល់កងកម្លាំងជួរមុខនិងកម្លាំងអន្តរាគមន៍ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនឯកឧត្តមនិងលោកជំទាវបានប្រគល់អំណោយរួមមានរថយន្ត3គ្រឿងតូចចក្រយានយន្ត21គ្រឿងសម្ភារៈបរិក្ខារថវិកានិងស្បៀងអាហារអំណោយទាំងនេះត្រូវប្រគល់ជូនដល់អង្គភាពកងកម្លាំងជួរមុខនិងកម្លាំងចល័តអន្តរាគមន៍គ្រប់អង្គភាពនៃកងកម្លាំងចម្រុះគណៈបញ្ជាការខេត្តប៉ៃលិនប្រសាសន៍សំខាន់ពីឯកឧត្តមអ៊ីឈៀនទេសរដ្ឋមន្ត្រីបានផ្សព្វផ្សាយនៅសារអនុភាពនិងការសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិសម្ដេចគតិប្រិទ្ធបណ្ឌិតមុរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីជូនដល់នាយទាហានរងនិងពលទាហានទាំងអស់ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិននិងកម្លាំងចល័តអន្តរាគមន៍គ្រប់អង្គភាពឯកឧត្តមលើកឡើងថាទោះបីសម្ដេចមិនអាចមកជួបដោយផ្ទាល់ក្តីក៏សម្ដេចតែងនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ចស្ថានភាពតាមបន្ទាត់ព្រំដែនឯកឧត្តមបានបញ្ជាក់ថាព្រំដែនកម្ពុជាថៃក្នុងខេត្តប៉ៃលិនកំពុងមានភាពធម្មតាស្ងប់ស្ងាត់និងគ្មានការកើនឡើងកម្ដៅដោយខេត្តព្រះវិហារឧត្តមមានជ័យនិងបន្ទាយមានជ័យឡើយកងកម្លាំងប្រដាប់អាវុធបានបន្តរក្សាវិន័យខ្ពស់រងចាំបទបញ្ជាផ្លូវការពីមេបញ្ជាការនិងប្រមុខរាជរដ្ឋាភិបាលដោយត្រៀមខ្លួនពេញទំហឹងសម្រាប់បេសកកម្មបម្រើជាតិនិងប្រជាជនការលើកទឹកចិត្តនិងវិយតម្លៃខ្ពស់ក្នុងឱកាសនេះឯកឧត្តមអ៊ីឈៀនបានកោតសរសើរនិងវិយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយរបស់កងកម្លាំងដែលទទួលខុសត្រូវការពារជាតិនិងសន្តិសុខសណ្ដាប់ធ្នាប់គាត់បានបង្ហាញការកោតសរសើរចំពោះវីរភាពអង្អាចក្លាហានស្មោះត្រង់និងលះបង់របស់កងទ័ពក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងធនធានសេដ្ឋកិច្ចដើម្បីលើកកម្ពស់ជីវភាពកងទ័ពនិងគ្រួសារសមិទ្ធផលទាំងនេះនឹងក្លាយជាកេរដំណែលសម្រាប់ជំនាន់ក្រោយក្នុងបេសកកម្មការពារអធិបតេយ្យនិងបូរណភាពទឹកដីជារឿយៗ